វត្តនិងអត្តន័យនៃព្រះលីពិធីបន់អំទូលអណ្ដែតត្រទីតអង្គអំបត់អំពះបេខែពិធីបន់ប្រណាំងទូកអង្គអំបត់អំពះបេខែនិងមិនដែតត្រទីតរៀបចំឡើងរស្ងាំងើពេលរាជាណាចក្រកម្ពុជាការបលាំងទូកមានរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី14 15កើតដល់ថ្ងៃ100ខែកដិកហើយពេលយប់ក៏មានបណ្ដែតប្រទីតផងដែរចំណែកឯពិធីអកអំបត់សំពះបេខែវិញការរົບឡើងនៅថ្ងៃទី2ដែលប្រមោះពោគឺនៅពាក់កណ្ដាលរាត្រីនៃថ្ងៃ15កើតខែកដិកពិធីវត្តអន្ទូលមានដើមកំណើតតាមពីដល់ចង្កាវព្រះបាទចៃរលម៉ាន់ទី7ងំនេះអំឡុងក្នុងឆ្នាំ1177ព្រោះចាមបានលើកទ័ពមកខើការលឹកលុយនិងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ4ឆ្នាំគ្រានោះព្រះបាទជ័យរលម៉ាន់ទី7បានបង្រួមជាតិនិងចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកុំទ័ពដើម្បីប្រយុទ្ធប្រឆាំងចំពោះពួកចាមរហូតទទួលបានជ័យជំនះហើយព្រះអង្គបានឡើងកងរាជសម្បត្តិដឹកនាំប្រទេសជាតិនៅឆ្នាំ1181និងបានធ្វើឲ្យប្រទេសជាតិលេចចម្រើនរំលឺដល់កម្រិតកម្ពុជាថែមទៀតប្រវត្តិសាស្ត្រត្រង់នេះហើយទប់នាំឲ្យទញ្ជាប្រវត្តិកម្ពុជាប្រារព្ធពិធីបុណ្យនេះឡើងដើម្បីរំលឹកដល់គំរូវិវៈភាពដ៏អង្អែលក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរដែលបានលំដោះទឹកដីឲ្យលួចផុតពីការជិះជាន់របស់ពួកចាមដែលជាខ្មាំងសត្រូវរបស់ខ្មែរសម័យនោះពិធីនេះបានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទីហើយតែងនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំដោយមានការប្រណាំងទុកអុំនិងទុកចែវពលរដ្ឋរីពិធីបុណ្យអុំទូកនេះក៏បានភ្ជាប់នឹងពិធីផ្សេងៗទៀតផងដែរគឺការបណ្ដែតប្រទីតអំបត់និងសំពះបេខែដែលជាការឆ្លោះប្រជែងជំនឿសាសនាយ៉ាងមុតមមក្នុងអង្គការបោះអុំទូកវិជាពលរដ្ឋតាមបណ្ដាខេត្តក្រុងមួយចំនួនបានយកទូកមកប្រណាំងនៅទន្លេសាបមុខព្រះបរមរាជវាំងដើម្បីដណ្ដើមយកជ័យជំនះឲ្យខេត្តរបស់ខ្លួនទៀតផងក្នុងពិធីនេះក៏មានការបណ្ដែតប្រទីតផងដែរអត្ថន័យនៃការបណ្ដែតប្រទីតនេះគឺដើម្បីសម្ដែងការរលឹកដល់គុណនៃព្រះកុងគានិងព្រះធរណីដែលបានដល់នៅសេចក្តីសុខសប្បាយភោគផៅអង្គការងារកសិកម្មរបស់ចិញ្ចឹមជីវិតចាំថ្ងៃរបស់ប្រជាកសិករក្រៅពីសម្ដែងក៏ទីតក៏មានការបាញ់កំជ្រួចរំពាតថែមទៀតដែលមានមនុស្សម្នាចូលរួមយ៉ាងក្រំកកនិងញ៉ាំអយវិធីនេះកាន់តែអូអថប់អន្ធឿមជាងដល់ថ្ងៃទី2គឺថ្ងៃ15ខែកដិកនឹងមានពិធីមួយទៀតហៅថាពិធីអកអំបុកសំពះបេខែពិធីអកអំបុកនិងសំពះបេខែត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើងដើម្បីរំលឹកដល់ព្រះពោធិសត្វដែលយកកំណត់ជាទុនសាយដោយគ្រានោះព្រះអង្គបានលះបង់អាយុសង្ខារដល់ព្រះអិនធិរាជដើម្បីបំពេញទានបារមីបើតាមជំនឿរបស់ដូនតាខ្មែរប្រជាពលរដ្ឋយល់ថាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងធ្លាប់កាត់ជាតិសត្វសង្សារកាលពីព្រះអង្គមកទាន់ត្រាស់ដឹងការខ្លាចជាព្រះពុទ្ធគ្រាមួយព្រះអិនបានយាងចប់មកហើយអ្នកមិត្តខ្លួនជាតាប្រងនេះនៅចំមុខទុនសាយនោះហើយក៏ពោពាក្យឡើងថាជីវិតឆ្ងុំនឹងស្អីជាមិនខានបើគ្មានអាហារបរិភោគពេលនេះពេលនោះទុនសាយជាតួអង្គទេពទស័ក្តិនៃយើងបំពោយីចាតបយ៉ាងនេះថាខ្ញុំមានតែសាច់
និងឈាមណោះដែលអ្នកចង់បានចូលនេះលោកអូមកកាត់ភ្លើងទៅចោះខ្ញុំនឹងលោកចូលក្នុងភ្លើងឲ្យបានជាអាហារបរិភោគកូនដែលឮដូចឆ្ងេះព្រះអិនក៏ទៅต้องកាត់ភ្លើងព្រាមចំណែកឯខ្សែរលោតចូលភ្លើងព្រាមព្រាតែម្ដងដោយមិនបង្អន់យូរប៉ុន្តែដល់អំណាចនៃសេចក្តីជ្រះថ្លានិងការបរិច្ចាគដ៏អស្ចារ្យរបស់បន្សាយព្រះអិនក៏ហោះទ្រមិនអោយភ្លើងឆេះដូមមួយសរសៃឡើយលំដាប់នោះព្រះអិនក៏ហោះទៅកាន់ឋានសួគ៌ដើម្បីយកថ្មកែវមនោសិលាទៅគូសលើកទន្សាយក្នុងដុំវងព្រះច័ន្ទដែលជាហេតុនាំឲ្យមានលោកទន្សាយជាប់ក្នុងអង្វាងព្រះច័ន្ទឡើងពីការនោះរហូតមកមានមនុស្សគ្រប់រូបក៏មើលឃើញលើកទន្សាយច្បាស់នៅថ្ងៃ15កើតពេញបរណីលឿងរ៉ាវនៃព្រះពោធិសត្វនេះហើយដែលនាំឲ្យអ្នកស្រុកតែងដែររៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំនៅតាមវត្តភូមិស្រុកនិងទីមួយជុំជននានាដោយមានចេកអំបុកទឹកដូងផ្លែឈើជាដើមដើម្បីរំលឹកដល់ព្រះពោធិសត្វដោយសារដែលមានជំនឿបែបនេះឯង